display and in my research and pre-plan disease classification system using deep learning techniques hay cái mũi abstract bảo vệ cái research những bằng hành BBC sắp ai deep learning สำหรับการรวบรวมจำนวนบัสและก็ประเจี๊ยบโดยยังผ่า plan วิธีการใช้การเสียงอันท้ายยังผ่า G ภาษา Python TensorFlow Keras ដើម្បីទទួលបានផលវិជ្ជមានសឹងតែ 95% នៅក្នុងការចាត់ថ្នាក់ជំងឺ box และก็ประเจี๊ยบហើយការងារទាំងនេះវាមានប្រសិទ្ធភាពដោយយើងប្រើប្រាស់ deep learning for plan disease detection ហើយនឹង discuss model ហើយនឹងមួយទៀតគឺ evolution និង future deploy ហើយចំណុចមួយទៀតគឺ keyword មានដូចជា plan disease មានន័យថាជាជំងឺដែលបង្កគ្រោះថ្នាក់ទៅដល់ការលូតលាស់របស់ប្រជាជាតិ deep learning វាជា advanced machine learning ដែលយើងប្រើសម្រាប់ multiple layer neural network ដើម្បី learn conflict pattern អំពី data ហើយមួយទៀតគឺ convolution neural network ដែលយើងអាចហៅវាថា CNN នោះវាជា deep learning ដែល design សម្រាប់ analyze និង classify រូបភាពដោយ visual feature ហើយមួយទៀតគឺ TensorFlow នោះវាជា open source framework ដែលយើងប្រើវាសម្រាប់វាឬក៏ train ឬក៏ deploy machine learning ហើយនិង deep learning model មួយទៀតគឺ machine learning នោះវាជា field នៃ artificial intelligence ដែល system learn អំពី data ដើម្បីបង្កើត prediction ឬក៏ decision automatically introduction របស់វាដោយសារតែការព្យាករណ៍របស់មនុស្សថានៅក្នុងឆ្នាំ2025នោះនឹងជំរុញឲ្យមានការអត្រាអាហារនឹង 70% សម្រាប់ចិញ្ចឹមមនុស្សសឹងតែ 9,000 លាននាក់ប៉ុន្តែទិន្នផលខ្លះវាខូចខាតសឹងតែ 40% ដល់ 100% ដោយសារតែជំងឺដែលបង្កឡើងទៅលើស្លឹករុក្ខជាតិហ្នឹងប៉ុន្តែបច្ចុប្បន្នដោយសារតែការប្រើប្រាស់ smartphone ទូលាយអញ្ចឹងទៅយើងអាចយករូបភាពបានប្រហែលជា 50,000 នៅលើ plan village ហ្នឹងយកមកធ្វើការវិនិច្ឆ័យមើលពីជំងឺហ្នឹងហើយយើងអាចពេលនេះហើយបើសិនជាយើងយល់ដឹងអំពី AI ឬក៏ deep learning ឬក៏យើងចេះប្រើ CNN យើងនឹងងាយស្រួលក្នុងការចាត់ថ្នាក់ជំងឺរបស់រុក្ខជាតិហ្នឹងហើយការ research ហ្នឹងយើងប្រើ AI និង CNN ដើម្បីកែលម្អការអនុវត្តកសិកម្មបែបទំនើបទី2យើងនិយាយពី relative word អ្នកប្រាជ្ញជាច្រើនក៏បានចូលរួមនៅក្នុងការស្រាវជ្រាវ decision detection ហ្នឹងហើយនឹង contemporary machine learning topology ហ្នឹងតែការប្រើប្រាស់ traditional technique ដូចជា support vector SVM decision tree ឬក៏ KNN ហ្នឹងវាអត់សូវរលូនដូចយើងប្រើ CNN នេះហើយចំពោះ VGG16 ResNet 50ហើយនឹង MobileNet ហ្នឹងវាមានប្រសិទ្ធភាពខ្ពស់សម្រាប់ plan diseases ខ្លាំងជាង traditional ហើយចំណុច methodology ហ្នឹងនេះវាជាប្រសិទ្ធរបស់វាទីមួយវាមាន data processing បន្ទាប់មកហើយយើងប្រើ CNN model design បន្ទាប់មកហើយ model ហ្នឹងយើង testing វានេះជាចំណុច model evaluation ហើយមួយទៀតគឺយើង deploy strategy ហើយចំណុចទី3យើងនិយាយពី data set ភាគរុក្ខជាតិជាច្រើនដែលយើងយកមកដូចជាទំពាំងបាយជូរនិងរុក្ខជាតិដទៃទៀតត្រូវបានយើងប្រមូលមកដូចតាមកំណត់ក្នុងការ research នេះប៉ុន្តែដោយ data ទាំងអស់ហ្នឹងយើងទទួលបានមកពី public accessible repository ដូចជា Google ជាដើមហើយមានរូបភាពជាង 2000 នៃស្លឹករុក្ខជាតិស៊ីមេវាមានសុខភាពល្អនិងទុកជំងឺហើយចំពោះ data set ដែលយើងត្រូវបានបែងចែកជាប្រព័ន្ធសម្រាប់ train ហើយនិង test subset មួយសម្រាប់70ភាពនិង30ហើយមុននឹងពេលយើង processing រូបភាពវាត្រូវផ្លាស់ដូរ size សិនគឺ size ពី 48x48 pixel ដែលយើងធានាថាវាត្រូវស្ថិតនៅក្នុងចន្លោះពី0ទៅ1ចំណុចទី3.2យើងនិយាយពី CNN model architecture ដែល CNN model architecture នេះវា based លើ pre-trained ResNet 50ដែល customize output layer ទៅនឹង fully connected layer ហើយនឹង softmax activation function ដែលយើងត្រូវបន្ថែម classify ប្រភេទជំងឺចំនួន14ហើយដើម្បីការពារទៅលើ parameter ResNet 50នេះយើងត្រូវទុកវាឲ្យកក់មុនពេលដែលយើង train model ហ្នឹងហើយ model ហ្នឹងគឺយើង train សម្រាប់batch size 64ហើយនឹង rate 0.05ដោយឧបករណ៍ដែលយើងប្រើឧបករណ៍ Adam ហើយនឹង function entropy សម្រាប់ enchain classification ហ្នឹងហើយចំណុច 3.3 យើងនិយាយអំពី training ហើយនឹង testing CNN model ចំពោះការ training CNN ហ្នឹងវាត្រូវ train សម្រាប់15 epoch ដែល using pre-process IMAX batch width ហើយនឹង batch width learning ហើយនឹង easily stopping to reduce overfitting មួយទៀតគឺយើងនឹងការបង្កើនល្បឿន CPU ដើម្បីបង្កើនប្រសិទ្ធភាព train ហើយចំពោះ testing CNN ដែលបានប្រើ train រួចយើងត្រូវ test data set មុនពេលដំណើរការដែលយើងប្រើ matrix សម្រាប់ធានាភាពត្រឹមត្រូវហើយនឹងសម្រាប់ធានាភាពត្រឹមត្រូវសម្រាប់ plan diseases ហើយនេះជា flow diagram របស់វាទីមួយគឺយើង input IMAX បន្ទាប់មកហើយវា data ហ្នឹងវាចាប់ផ្ដើម pre-processing បន្ទាប់មកវា feature extraction ហើយនៅក្នុង feature extraction នេះវាអាចចេញ selected feature ហើយ data set បន្ទាប់មកវាចេញ classifier វាអាចចេញ normal plan ហើយនឹង infected plan ហើយចំពោះ infected plan ហ្នឹងវា provide solution ទី1យើងនិយាយពី experimental result យើងអាចមើលទៅតាមរយៈរូបភាពបានចំពោះ x យើងនិយាយអំពី training ចំពោះ y យើងនិយាយអំពី model classified IMAX ហើយចំណុចទី 4.1 យើងនិយាយអំពី evaluation matrix confusion matrix evaluate certificate វា performance by comparing predicted ហើយនឹង actual classes ដែលយើងប្រើ TP FP TN ហើយនឹង FN ហើយចំពោះចំណុច accuracy ហ្នឹងវា radio of correct prediction ទៅកាន់ total prediction នេះគឺ sensitivity នេះវាសមាមាត្រនឹង correctly identify ទៅនឹង positive cases ហើយចំពោះ
specificity នេះវាសម្រាប់ថាទៅនឹង correctly identify ទៅកាន់ negative cases ហើយចំពោះ precision ហ្នឹងវាសម្រាប់ណាវាសម្រាប់ទៅនឹង true positive ទៅកាន់នឹង predict positive ហើយចំពោះ F1 score ហ្នឹងវាជា Hanomic mean of precision ហើយនឹង recall ហើយចំណុចទី4យើងនិយាយអំពី comparison of performance evaluation ហើយនេះយើងមាន model accuracy precision recall F1 score ហើយវាជាហើយតាមយើងមើលទៅគឺមានតែ proportion អានឹង model ដែលវាទទួលបានត្រឹមត្រូវច្រើនវាត្រឹមត្រូវច្រើនដូចតែវាសឹងតែដូចគ្នាទាំងអស់ដូចជា accuracy precision recall ហើយនឹង F score ហ្នឹង F1 score ហ្នឹងវាដូចគ្នាទាំងអស់ហើយចំពោះនេះជា graph of comparison of performance evaluation មើលទៅវា CNN model ហ្នឹងវាឡើងដល់ទៅ 95.6% អញ្ចឹងមានន័យថាកម្រិតនៃភាពត្រឹមត្រូវវាច្រើនជាង model ផ្សេងៗដូច SVM decision tree KNN ឬក៏ ResNet ហ្នឹងសត្វហ្នឹងហើយចំពោះថ្ងៃទី5យើងនិយាយពី discussion ហ្នឹង CNN វាដំណើរការល្អទៅលើ Flame Village data set តែវាមានភាពលំបាកនៅក្នុង real world condition ដែលបាន model ហើយនឹង technique show ដែល can improve robustness ហើយនឹង accuracy ហើយចំពោះចំណុចទី6យើងនិយាយពី contribute ហ្នឹងទី1 CNN based system យើងអាចរកឃើញនិងចាត់ថ្នាក់ជំងឺរុក្ខជាតិបានទី2 farmer benefit ការកាត់បន្ថយការបាត់បង់ដំណាំទៅជាការបង្កើតប្រសិទ្ធភាពទិន្នផលទី3គឺ environment impact កាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតទីគឺ societal impact មានន័យថាវាធ្វើឲ្យប្រសើរឡើងនៅសុខភាពនៅសន្តិសុខស្បៀងហើយនិងសុខភាពជាសាធារណៈចំណុចទី7យើងនិយាយអំពី conclusion ចំពោះ conclusion យើងប្រើ CNN សម្រាប់ Flame disease classification ដើម្បីទទួលបានភាពត្រឹមត្រូវ 95.6% ទៅលើ Flame Village ហើយដោយ future work យើងផ្ដោតទៅលើភាពរឹងមាំនិងការដាក់ឲ្យប្រើប្រាស់ជា real world ដើម្បីគ្រប់គ្រងទៅដល់វិស័យដើម្បីគ្រប់គ្រងទៅដល់កសិកម្មដោយជីវភាពហើយនិងសន្តិសុខស្បៀងហើយនេះជា reference ដែលយើងយកមកមានដូចជា IE file មានដូចជា Manhattan ហើយនឹងយកមកពីក្នុង Gecko ជាដើមតែខ្ញុំអស់ហើយសូមអរគុណសូមជម្រាបលា